សនិកជនធ្លាប់តែឃើញកម្ពុជាតារាចម្រៀងស្រីតាមច័ន្ទសីមាឡើងឆាកប្រគំតន្ត្រីធំៗជុំវិញខេត្តក្រុងដោយឡែកថ្មីនេះនាងត្រៀមនឹងមានវត្តមានជ្រៀងនៅក្នុងផាប់ដើម្បីផ្ដល់នូវភាពរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រខ្លួននៅក្នុងឆ្នាំថ្មីនេះជាច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀងតាមច័ន្ទសីមាមិនធ្លាប់ចេញជ្រៀងឬសម្ដែងនៅក្នុងផាប់ណាមួយឡើយភាគច្រើននាងទទួលតែការសម្ដែងនៅក្នុងការប្រគំតន្ត្រីធំៗនិងក្នុងកម្មវិធីធំៗប៉ុណ្ណោះទន្ទឹមនឹងគេឈ្មោះកាន់តែល្បីសុខសាយពេញនឹងក្រៅប្រទេសកញ្ញាតាមច័ន្ទសីមាក៏បានរៀបរាប់អ្វីដែលថ្មីដើម្បីចែកជូនជាកាដូដល់អ្នកគាំទ្រខ្លួនផងដែរជាពិសេសនៅប៉ុន្មានថ្ងៃខាងមុខនេះនាងត្រៀមនឹងមានវត្តមាននៅក្នុងការសម្ដែងនៅក្នុងផាប់មួយនៅក្នុងទីក្រុងភ្នំពេញផងដែរបើតាមគម្រោងកម្ពុជាតារាចម្រៀងតាមច័ន្ទសីមានឹងជ្រៀងនៅក្នុងផាប់មួយដែលមានឈ្មោះថាដឹកបៃនៅបង្កក់ដែលរៀបចំនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026ជំវិញនៃការចូលរួមជ្រៀងនិងសម្ដែងរបស់តារាចម្រៀងកញ្ញាតាមច័ន្ទសីមាជាលើកដំបូងនៅក្នុងផាប់នេះត្រូវបានប្រភពព័ត៌មានស្និទ្ធជាមួយនាងបង្ហើបប្រាប់ថាកញ្ញាតាមច័ន្ទសីមាចង់ផ្ដល់ភាពសប្បាយរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះដោយជួបជាមួយនាងផ្ទាល់ព្រមទាំងអាចជជែកនិងថតរូបជុំគ្នាជាមួយនឹងការត្រៀមបង្ហាញវត្តមាននៅក្នុងផាប់ជាលើកដំបូងនេះកញ្ញាតាមច័ន្ទសីមាត្រៀមយកបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់នាងដែលចូលសិល្បៈដំបូងដើម្បីច្រៀងនិងសម្ដែងជូនពុកម៉ែបងប្អូនទស្សនានិងរំលែកកម្សាន្តចំមិត្តភ័ក្តិនិងក្រុមគ្រួសារកុំភ្លេចណាត់មិត្តភ័ក្តិនិងដៃគូឲ្យហើយជួបជាមួយកម្ពុជាតារាចម្រៀងនៅក្នុងដួងចិត្តរបស់បងប្អូនដើម្បីទទួលបាននូវចំណាប់អារម្មណ៍ថ្មីប្លែកនិងផ្ដល់នូវភាពសប្បាយរីករាយtrongសប្តាហ៍នេះ